ថ្មីនេះខ្ញុំសង្កេតឃើញថាមាន file មេរោគជាច្រើនកំពុងចែករំលែកនៅក្នុង Telegram របស់លោកអ្នកហើយវាកំពុងតែរាលដាលពេញគណនី group និង channel Telegram ផងដែរថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបការពារគណនី Telegram របស់លោកអ្នកឲ្យមានសុវត្ថិភាពជាងមុនក្នុងការប្រើប្រាស់មុនដំបូងពុកម៉ែបងប្អូនគ្រាន់តែចូលទៅក្នុង Telegram បន្ទាប់មកចុចពាក្យថា setting បន្ទាប់មកពុកម៉ែបងប្អូនស្វែងរកពាក្យថា privacy and security ហើយពុកម៉ែបងប្អូននឹងឃើញពាក្យនៅខាងលើនេះ two step verification ហើយចុចពាក្យថា set password កន្លែង password នេះពុកម៉ែបងប្អូនដាក់ជាអក្សរក៏បានលេខក៏បានខ្ញុំបំពេញហើយបន្ទាប់មកត្រង់ចំណុចនេះគេឲ្យវាយ password ម្ដងទៀតកន្លែង password ហ៊ីននេះពុកម៉ែបងប្អូនចង់បំពេញក៏បានឬក៏អត់ក៏បានសម្រាប់ខ្ញុំអត់បំពេញទេអញ្ចឹងខ្ញុំចុចពាក្យថា skip ត្រង់ចំណុចនេះយើងត្រូវបំពេញ mail ដើម្បីធ្វើការ recover នៅពេលដែលយើងភ្លេច password ឥឡូវនេះខ្ញុំបានបំពេញ email រួចហើយយើងធ្វើការ verify ជាមួយលេខកូដដែលផ្ញើមកកាន់ mail បន្ទាប់មកពុកម៉ែបងប្អូនចុចពាក្យថា return to setting នៅពេលនេះពុកម៉ែបងប្អូនបានធ្វើការបំពេញរួចរាល់ហើយពេលនេះយើងនឹងឃើញចំណុចត្រង់នេះមានពាក្យថា on អញ្ចឹងមានន័យថាយើងបានបំពេញរួចរាល់សម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែប្រើប្រាស់គណនី Telegram ហើយមិនដឹងថាគណនីរបស់យើងមានជួលខូចណាខ្លះចូលមកលេងហើយយើងចង់ clear device ទាំងអស់អញ្ចឹងយើងអាចធ្វើតាមរបៀបនេះដំបូងចូលទៅកាន់ setting ហើយបន្ទាប់មកចុចពាក្យថា device បន្ទាប់មកពុកម៉ែបងប្អូននឹងឃើញពាក្យថា terminate all order section បន្ទាប់មកពុកម៉ែបងប្អូនគ្រាន់តែចុចពាក្យថា terminate រួចជាការស្រេចកុំភ្លេចអនុវត្តទាំងអស់គ្នា